ស្វាគមន៍អ្នកគុណនិយមគ្រប់បាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងពិភពធម្មពលវេទមន្តភាគទី164ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមឡើងដោយសឺហើយជាមួយនឹងគ្នាឃើញថានៅពេលនេះក៏ឆ្អែតរៀងខ្លួនទៀតហើយក្រោយពីឃើញចឹងឡានអ៊ីឈិនក៏បានគិតក្នុងចិត្តក៏ព្រោះថាមនុស្សម្នាក់នេះមានសមត្ថភាពដ៏ខ្ពង់ខ្ពស់ក៏ប៉ុន្តែគេគឺមិនចេះវារឹកតទៅសោះហើយព្រមទាំងនិយាយទៀតថាមិននឹកស្មាននោះទេថាសឺហើយគឺអាចសម្លាប់នៅមនុស្សទាំង8នោះតែម្នាក់ឯងសួរទៅកាន់សឺហើយថាមានសមត្ថភាពដំឡើងតើត្រៀមខ្លួនដើម្បីចូលទៅក្នុងសម្បុកអាត់កំបាំងហើយមែនទេសឺហើយក៏បានសួរថាតើសម្បុកអាត់កំបាំងនោះវាគឺជាអ្វីឡានអ៊ីឈិនប្រាប់ថាវាក៏ជាអាណាចក្រសម្ងាត់មួយនៅក្នុងអាណាចក្រអាទិទេពបុរាណនេះវាជាចាំរាមនិយាយថាវាគឺជាសម្បុកខូខើទាំង10ព្រមទាំងមានវត្ថុទៅព្រមទាំងថ្នាំទៅរាប់មិនអស់ក៏ប៉ុន្តែអានិភ័យក៏ខ្ពស់ផងដែរអ្នកដែលបានចូលទៅគឺពិបាកនឹងចេញមកវិញដោយមានជីវិតខ្លាំងណាស់តែចំពោះសឺហើយក្រោយពីលើបែបនេះក៏ស្រាប់តែស្វាងងុយគេងតែម្ដងព្រមទាំងសួរទៅកាន់អ្នកគ្រប់គ្នាថាតើនៅរងចាំអ្វីទៀតទៅបញ្ញាប់ឡើងសាច់រឿងនៅពេលនេះក៏កាត់ទៅដល់កន្លែងមួយដែលយើងមើលទៅខាងលើពោពេញទៅដោយចំហាយអ្វីមួយយ៉ាងទីនេះក៏ជាព្រៃអាប់នៃអាណាចក្រសម្បុកនៃអាណាចក្រអាទិទេពបុរាណនេះឃើញថាអ្នកទាំង4ក៏បានមកដល់ហើយសឺហើយគ្រាន់តែកលេចមើលក៏ដឹងផ្លែតែម្ដងថាគឺជាកន្លែងសាច់ក៏ព្រោះថាធម្មពលវិញ្ញាណនៅទីនេះគឺពិតជាអស្ចារ្យណាស់តែស្របគ្នានោះយើងក៏ហាក់បីដូចជាបានឃើញនៅអ្វីមួយយ៉ាងលួតតើនិយាយហើយថាហេតុអ្វីបានជាគាត់មានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងតែលួចខ្លងមើលពួកគេពីទីងងឹតអញ្ចឹងអ្វីមួយយ៉ាងនោះក៏កាន់តែមកជិតហើយអ្នកទាំង4ក៏បានឈប់សិនពេលនេះផងដែរវាក៏បានមកដល់បណ្ដាលឲ្យបរិបពាក់មួកសួរហើយថាតើវាគឺជាអ្វីទៅប្រញាប់យកដៃទៅទប់ហើយនេះក៏ជាខ្យងមួយដ៏ធំគ្រាន់តែទឹកមាត់របស់វាបើយកធ្វើជាគ្រឿងសម្អាងមិនដឹងថាបានច្រើនខ្លងប៉ុណ្ណានោះទេហើយវាក៏ជាខ្យងលេខមេឃាដែលមាននៅកម្រិតអាទិទេពពិតមើលទៅកាន់សំឡេងស្រែកក្រហមទៅគឺពិតជាមិនធម្មតានោះទេឡានអ៊ីឈិនក៏បានស្គាល់វាយ៉ាងច្បាស់តែម្ដងខណៈពេលដែលខ្យងនេះក៏នៅតែបន្តវាចូលមកសឺហើយឃើញចឹងក៏បាននាំគ្រប់គ្នាចាក់ចេញទៅខ្យងហ្នឹងក៏នៅតែបន្តដេញតាមខណៈពេលដែលឡានអ៊ីឈិនចង់ហោះឡើងទៅខាងលើតែមិនរួចនោះទេក៏ព្រោះថាតំបន់នេះគឺហាម5ក្នុងការហោះហើរពួកគេទាំង4ក៏មានតែប្រឈមមុខជាមួយនឹងខ្យងនេះសាជាថ្មីម្ដងទៀតក៏ប៉ុន្តែមិនដឹងថាជាការអ្វីខ្យងលេខមេឃាវាក៏ស្រាប់តែទៅវិញបានសឺហើយក៏យល់ថាក៏ប្រហែលជាវាខ្លាចផ្លូវនេះហើយខណៈពេលដែលអ្នកទាំង4ត្រូវបានផ្លូវនេះនាំចូលទៅពួកពាក់មួកនិយាយហើយថាមាននៅផ្លូវនេះជួយគឺពិតជាលយមែនតែស្របគ្នានោះក៏ចាប់អារម្មណ៍ដឹងនៅអ្វីម្យ៉ាងដែលនៅខាងមុខភ័យខ្លាចទៀតហើយខណៈពេលដែលសឺហើយចាប់ផ្ដើមបើកនៅកែភ្នែកមេឃារបស់គាត់ដឹងហើយថានេះគឺជាព្រៃផ្លែឈើទឹកទាំង4អ្នកក៏បានចូលមកដល់ទីនេះបរិះពាក់មួកក៏និយាយទៀតថាមិននឹកស្មាននោះទេថាគាត់មានសំណាងអាចប៉ះពាល់នៅពន្លឺប្រសិទ្ធភាពរបស់វាហាក់បីដូចជាអាចលាងសម្អាតនៅខួរឆ្អឹងលួតតើបានប្រាប់ថាត្រឹមត្រូវហើយសូម្បីតែគាត់នឹងក៏ចង់វឹកហាត់នៅទីនេះដើម្បីស្វែងយល់ដែរតែសឺហើយរបស់យើងនៅតែប្រាប់ពួកគេថាកុំធ្វើប្រហែសសោះក៏ព្រោះថានៅទីនេះគាត់មានអារម្មណ៍ដឹងថាពោពេញទៅដោយចំហាយពិឃាតរួចហើយក៏សាកល្បងបេះនៅផ្លែឈើនេះមកមើលអប៉ែនឹងនិយាយទៀតហើយថាមើលទៅដូចជាគ្មានគ្រោះថ្នាក់អីនោះទេពួកយើងសំណាងហើយលើកនឹងក៏ប៉ុន្តែភ្លាមក៏ស្រាប់តែភ័យខ្លាចមុនគេក៏ព្រោះថាឲ្យគ្រប់គ្នាមើលទៅនៅខាងមុខគឺសុទ្ធតែជាគ្រោងឆ្អឹងស្លាប់កគ្នាតែម្ដងអ្វីដែលសំខាន់គឺសុទ្ធតែជាឆ្អឹងនៃអាទិទេពពិតភ្នំនៃសាកសពវាគឺពិតជាច្រើនណាស់ដើរបន្តភ្លាមក៏ស្រាប់តែមានសត្វល្អិតមួយឡានអ៊ីឈិនក៏ធ្វើការវិប្រហាវាព្រមទាំងដឹងហើយថាសាកសពជាច្រើនគឺត្រូវបានសត្វល្អិតប្រភេទនេះសម្លាប់លួតតើប្រាប់ថាលុះត្រាណាតែវាមានគ្នាច្រើនបើមិនចឹងនោះទេគឺមិនអាចទៅរួចនោះឡើយក៏ប៉ុន្តែមើលទៅកាន់សាកសពមួយនេះដូចជាគ្មាននៅស្នាមដែលសត្វល្អិតខាំជាច្រើននោះទេគឺមានត្រឹមតែរបួសមួយឬក៏ពីរតែប៉ុណ្ណោះអប៉ែពាក់មួកនឹងនិយាយមុនគេទៀតហើយថាមើលទៅកន្លែងនេះមិនធម្មតានោះទេយកលោពួកយើងបញ្ញាប់ចាក់ចេញទៅសឺហើយភ្លាមប្រាប់ទៅកាន់ពួកគេថាក៏ប្រហែលជាវាយទៅហើយស្របគ្នានោះក៏ស្រាប់តែបានឃើញនៅចំហាយអ្វីមួយយ៉ាងហើយគេក៏ជាអាទិទេពបិសាចដែលត្រូវបានបង្កើតចេញពីធម្មពលយិនកម្រិតយុទ្ធសាស្ត្រសបាជាមួយនឹងពួកគេនោះទេខណៈពេលដែលឃើញវាមកបរិះពាក់មួកប្រើប្រាស់នៃច្រវាក់របស់គេទៅវាប្រហាកំពុងតែសប្បាយចិត្តក៏ស្រាប់តែវាមិនចេះស្លាប់បង្ហាញខ្លួនម្ដងទៀតសម្រុកចូលមកអញ្ចឹងហើយគេក៏មានតែប្រាប់ថាជួយផងគេមិនអាចទប់ទល់បាននោះទេឡានអ៊ីឈិនក៏បានបញ្ចេញនៅដាវរបស់គាត់ទៅចាត់ការតែមិនថាយ៉ាងណាចំហាយធម្មពលយិនរបស់គេនឹងគឺពិតជាខ្លាំងណាស់គាត់តើនិយាយថាភ្លើងធម្មតាវាមិនខ្លាចអញ្ចឹងហើយគឺមានតែភ្លើងអាទិទេពបើនៅកែភ្នែកដ៏ក្រហមឆ្អិនឆ្អៅរបស់គាត់រួចហើយបញ្ចេញនៅចំហាយភ្លើងជាច្រើនទៅវាប្រហាតែមិនថាយ៉ាងណាសមត្ថភាពរបស់លួតតើគឺមិនទាន់គ្រប់គ្រាន់ដើម្បីអាចបញ្ចេញនៅភ្លើងដ៏បរិសុទ្ធនោះឡើយហើយដូច្នេះបើសិនជានៅតែបន្តបែបនេះទៀតពួកគេគឺច្បាស់ជាចប់ហើយអាទិទេពបិសាចក៏កាន់តែបំបាយរាងកាយច្រើនឡើងសឺហើយរបស់យើងបានឲ្យពួកគេបង្កើតក្បួនការពារខ្លួនឯងទៅរីឯគាត់វិញដកនៅលំពេញរន្ទះក្រវីឆាច់ចាក់ចុះទៅដីព្រមទាំងប្រាប់ថាគាត់គឺបានអាននៅគម្ពីរបុរាណជាច្រើនក៏គួរតែអាចទប់ទល់ជាមួយនឹងអាទិទេពបិសាចនេះហើយពួកវាក៏ខ្លាចនឹងចំហាយធម្មពលធាតុឈ្មោលលំពេញរន្ទះរបស់សឺហើយចាក់ចុះចាក់ឡើងខណៈពេលដែលពូពាក់មុខនេះបន្តយកច្រវាក់វាយនិយាយហើយថាគឺពិតជាធាតុឈ្មោលច្រើនណាស់ឡានអ៊ីឈិនរបស់យើងដើររបស់គាត់ក៏នៅតែបន្តចាត់ការតែមិនថាយ៉ាងណានោះទេល្បឿនរបស់វាគឺពិតជារហ័សខ្លាំងណាស់បរិះពាក់មុខខណៈពេលដែលត្រូវរបួសលាត់តោប្រើប្រាស់នៅសក់របស់គេទៅជួយតែគេខ្លួនឯងវិញក៏ត្រូវបានអាទិទេពបិសាចទាំងនេះវាប្រហែលមានរបួសរហូតសូម្បីតែឡានអ៊ីឈិនក៏មិនខុសគ្នានោះដែរលើកលែងតែសឺហើយរបស់យើងម្នាក់ពេលនេះលើកនៅលំពេញឡើងទៅខាងលើពោពេញទៅដោយចំហាយនៃធម្មពលទៀតហើយបន្ទាប់ពីក្រវីឆាច់ប្រើប្រាស់នៅចំហាយធម្មពលរន្ទះកំចាត់ពួកវាចំហាយធម្មពលយីនេះហាក់បីដូចជាមិនអាចទប់ទល់ជាមួយនឹងសឺហើយបាននោះឡើយកាលបើដូច្នេះវាក៏ស្រាប់តែប្រែទៅជាធម្មពលមួយមើលទៅដូចជាខ្យល់គួយដ៏ធំប្រមូលផ្ដុំរួចហើយក៏បានឡើងមកដល់កម្រិតអាទិទេពពិតគ្រាន់តែសម្រេចរបស់វាពោពេញទៅដោយចំហាយនៃធម្មពលរួចហើយប្រើប្រាស់នៅក្រញាំទាំងនេះវាប្រហាបណ្ដាលឲ្យគ្នារបស់សឺហើយដួលទៅអស់លើកលែងតែគាត់ម្នាក់ដដែលនៅតែហោះជុំវិញប្រតិសិនចុះឡើងយកលំពេញលោតទៅវាយវាក៏បានយកដៃរងចឹងសឺហើយក៏មានតែបញ្ចេញនៅយុទ្ធសាស្ត្រសត្វទេពរបស់គាត់ឃើញមីជីវរ៉ាហោះត្រូវឈឹងត្រូវឆាយបែបនេះវាក៏នៅតែចង់ទប់ទល់ក៏ប៉ុន្តែមិនថាយ៉ាងណាអណ្ដាតភ្លើងមួយនេះក៏មិនមែនជាអ្វីដែលវាអាចទប់ទល់បាននោះឡើយតែបន្ទាប់ពីវាស្លាប់បាត់ទៅ
ទៅក៏ប្រហែលទៅជាសត្វចម្លែកមួយហ្នឹងស្របគ្នានោះក៏មាននៅសត្វដទៃទៀតជាច្រើនហើយវាក៏ជាសត្វអាទិទេពខ្មៅឡានអ៊ីឆានក៏បានចាំហើយថាវាគឺជាសត្វល្អិតអាទិទេពខ្មៅព្រមទាំងភាគច្រើនវារស់នៅលើដើមផ្លែឈើពាក់កណ្ដាលអាទិទេពសត្វល្អិតជាច្រើនបានប្រតិសិនជំវិញចុះឡើងចឹងសើហើយក៏មានតែបើកនៅកែភ្នែកដ៏កំណាចរបស់គាត់ប្រើប្រាស់នៅលឿនលឿនសម្រុកចូលទៅហើយអ្នកដទៃទៀតក៏ត្រៀមខ្លួនដើម្បីជួយគ្នាទៅវិញទៅមកឡានអ៊ីឆានក៏បានជួយការពារនៅខាងក្រោយបញ្ចេញនៅចំហាយដើររបស់គាត់ជារនាំងខែលតែមិនថាយ៉ាងណាធម្មពលនៃការសម្រុកចូលព្រមគ្នាបណ្ដាលឲ្យឡានអ៊ីឆានមិនអាចទប់ទល់ជាប់នៅពេលនេះលាស់ទៅវិញម្ដងសក់របស់គាត់ដែលពោពេញទៅដោយចំហាយភ្លើងសើហើយបញ្ចេញនៅចំហាយយុទ្ធសាស្ត្រមួយបញ្ចេញនៅភ្លើងដ៏សន្ធោសន្ធៅទម្លាក់ធ្លាក់មកពីលើអាកាសដុតកំឡោចនៅសត្វល្អិតទាំងនេះហើយឲ្យគ្រប់គ្នាមកជិតគាត់ឃើញនៅសត្វល្អិតជាច្រើនទៀតក៏នៅតែបន្តប្រតិសិនជុំវិញចុះឡើងសើហើយក៏ចាប់ផ្ដើមបើកនៅរនាំងធម្មពលខែលការពារមួយបណ្ដាលឲ្យពួកវានៅពេលនេះក៏មិនអាចសម្រុកចូលរួចមិនទុកយូរសើហើយក៏ចាប់ផ្ដើមបញ្ចេញនៅឆ្នាំងថ្នាំរបស់គាត់មកបោះឡើងទៅខាងលើទឹកវេទមន្តនៅក្នុងឆ្នាំងនេះក៏ពិតជាអាចសម្លាប់ពួកវាបានមែនរីឯសើហើយក៏ប្រញាប់ប្រាប់ឲ្យគ្រប់គ្នាបេះនៅផ្លែឈើនេះឲ្យលឿនទៅម្នាក់គឺមាននៅរបៀបនៃការបេះរៀងខ្លួនសើហើយប្រើប្រាស់នៅថង់វេទមន្តរបស់គាត់ស្របពេលដែរលតោគេបានប្រើប្រាស់នៅសក់ឡានអ៊ីឆានប្រើប្រាស់នៅដាវអាណិតជាងគេថាពាក់មួកនោះទេប្រើនៅច្រវាក់ហ្នឹងសើហើយបេះរួចហើយក៏បានឃើញថាសត្វល្អិតទាំងនេះក៏នៅតែបន្តមកជាច្រើនរំមិនអស់មិនត្រឹមតែប៉ុណ្ណឹងនោះទេវាក៏បានប្រមូលផ្ដុំគ្នាទៀតផងបណ្ដាលឲ្យខ្លាយទៅជាកម្រិតអាទិទេពឋានសួគ៌ឃើញចឹងមិនចោលថ្មឹងនោះទេសើហើយបានប្រាប់ឲ្យគ្រប់គ្នាប្រញាប់រត់ភ្លាមទៅសើហើយប្រាប់ថាគាត់ជាអ្នកវាយបើកផ្លូវចំណែកឯឡានអ៊ីឆានការពារនៅខាងក្រោយលេងចឹងហើយអ៊ីឆានក៏ប្រើប្រាស់នៅយុទ្ធសាស្ត្ររបស់គេទប់ទល់ជាមួយនឹងសត្វល្អិតទាំងនេះសើហើយរបស់យើងនៅខាងមុខប្រឈមមុខជាមួយនឹងសត្វល្អិតអាទិទេពខ្មៅជាច្រើនចឹងគាត់បានប្រើប្រាស់នៅចំហាយអណ្ដាតភ្លើងរបស់គាត់ដុតកំទេចពួកវាទៀតហើយបន្ទាប់មកក៏ព្យាយាមសម្រុកចេញទៅបន្តដោយសារតែវាពិបាកពេកអញ្ចឹងសើហើយក៏មានតែប្រើប្រាស់នៅឆ្នាំងរបស់គាត់សាជាថ្មីម្ដងទៀតអ្នកទាំង4នៅទីបំផុតក៏បានចុះមកដល់ដីវិញក៏ប៉ុន្តែមើលទៅកាន់មេនីសត្វល្អិតអាទិទេពខ្មៅនឹងទៅវាបានបញ្ចេញនៅធម្មពលដ៏សន្ធោសន្ធៅប៉ះអ្នកណាមិនដឹងនោះឡើយប៉ះសើហើយគឺនៅតែអាចទប់ទល់បានរួចឲ្យគ្នារបស់គាត់ប្រញាប់នាំគ្នារត់អ្នកទាំង4បន្ទាប់ពីកិច្ចអស់ជិត80ម៉ោងនៅទីបំផុតក៏បានរួចខ្លួនហើយតែនៅលើខ្លួនរបស់ពួកគេក៏មាននៅរបួសសើហើយប្រាប់ថាកុំឲ្យអេសក៏ព្រោះថាជាតិពឹសរបស់វាកាន់តែអេសគឺកាន់តែរមាស់ព្រមទាំងបណ្ដាលឲ្យជាតិពឹសរាលដាលកាន់តែលឿនទៀតផងសើហើយក៏បានបញ្ចេញនៅផ្លែឈើដែលបេះបានជាច្រើនគ្រប់គ្នាឃើញភ្ញាក់ផ្អើលខ្លាំងណាស់ក៏ព្រោះថាវាច្រើនពេកហើយសើហើយក៏បាននិយាយអំពីគោលការណ៍ក៏ព្រោះថាសត្វល្អិតអាទិទេពខ្មៅពួកវារស់នៅទីនេះហើយដូច្នេះបើសិនជាញ៉ាំនៅផ្លែឈើនេះក៏គួរតែអាចបណ្ដេញជាតិពឹសបានបោះឲ្យហើយបរោះពាក់មួកក៏បានដាក់ភ្លឹបតែម្ដងលោះតើសួរថាញ៉ាំមែនទេសើហើយប្រាប់ថាចង់រស់គឺត្រូវតែញ៉ាំហើយពីអ្នកនឹងមិនទុកយូរនោះទេក៏ខំប្រឹងញាត់យកតែម្ដងរួចហើយសើហើយនិយាយថាគឺមានវត្ថុទៅព្រមទាំងថ្នាំដ៏កម្រជាច្រើននៅក្នុងអាណាចក្រនេះគាត់ក៏នឹងចេញទៅរកម្ដងទៀតក៏ដូចជាលាពួកគេនៅត្រឹមនេះសាច់រឿងរបស់យើងក៏កាត់មកដល់ព្រៃជ្រៅនៃអាណាចក្រសម្ងាត់នឹងបរោះម្នាក់គណៈពេលដែលដើរចូលមកក៏ស្រាប់តែមានមនុស្សមួយក្រុមសម្រុកចូលហើយម្នាក់នឹងផងដែរក៏ជាបងប្រុសរបស់សើហើយស៊ឺយីមើលទៅកាន់លបឿនបុករួមជាមួយនឹងប្រុសស្រីភ្នែកទាំងពីរទៅគឺពិតជាមិនធម្មតានិយាយឲ្យថាព្រៃដ៏ខូខើតាមពិតទៅគឺបែបហ្នឹងមែនទេបើយើងមើលទៅកាន់មកខាងទៀតនៃព្រៃដែលពោពេញទៅដោយអាប់ក៏មាននៅកែភ្នែកដ៏ក្រហមជាច្រើនគណៈពេលដែលពួកវាសម្រុកចូលមកម្នាក់ហ្នឹងក៏ជាប្អូនប្រុសរបស់សើហើយឈិនហៅលំពេញរបស់គេក្រវីឆាច់ហោះឡើងទៅខាងលើគប់ចេញទៅប្រែខ្លាយទៅជាលំពេញជាច្រើនទៅចាត់ការឈិនហៅក៏ដឹងទៀតថាតាមគម្ពីរបុរាណរបស់គ្រួសារឈិនគឺមានឱកាសជាច្រើនក្នុងនេះតែគាត់ក៏ឆ្ងល់ដែរថាទៅវានៅឯណាទៅសាច់រឿងពេលនេះក៏បានបង្ហាញឲ្យឃើញនៅជើងខ្លាំងម្នាក់ទៀតដែលគឺជានីងឈွန်មើលទៅគេហាក់បីដូចជាពាក់នៅឆ្អឹងនេះបានហើយព្រមទាំងមាននៅកូនចៅមារីការប្រាប់ថាមនុស្សដែលមកពីចន្លងលាស់ហ្វូសុំជួគេក៏បានរៀបរាប់អំពីស្ថានភាពនៃមនុស្សឈាមបាបដែលពេលនេះកំពុងតែធ្វើការគៀបសង្កត់ទៅកាន់មនុស្សគ្រប់គ្រងគ្រប់បកដទៃទៀតហើយពួកគេក៏សូមឲ្យស្ដេចមកកត់ទាំង6ទៅជួយនីងឈွန်គេនិយាយឲ្យថាមនុស្សអាក្រក់មែនទេក៏គួរតែជាគេនោះហើយព្រមទាំងនិយាយថាមនុស្សម្នាក់នេះគឺពិតជាស័ក្តិសមឲ្យយើងទៅជួបគេកម្រើកតែបន្តិចខ្លួនរបស់គេមួយក៏បានបំបែកចេញជាពីររាងកាយទាំងពីរចែកផ្លូវគ្នាធ្វើការម្នាក់ទៅចាត់ការមនុស្សឈាមបាបម្នាក់ទៀតវឹកហាត់នៅទីនេះបណ្ដាលឲ្យសាច់រឿងក៏ត្រូវបានស្លែទៅត្រឹមនឹងជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់បកដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូសម្រាប់រឿងជាបន្តគណៈពេលនេះមានបាយ